បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនឹងដែរខ្ញុំមកដើររើសគូឡាននៅលើដើមឈើទីហើយពុកម៉ែបងប្អូនបាទតោះយើងទៅដើររើសគូឡានទាំងអស់គ្នាពុកម៉ែបងប្អូនបាទតែនអូវ៉ាវស្ទើរគូឡានស្អាតតែម្ដងពុកម៉ែបងប្អូនបាទវ៉ាវសំណាងខ្លាំងណាស់ពុកម៉ែបងប្អូនបាទស្ទើរគូឡានស្អាតតែម្ដងពុកម៉ែបងប្អូនបាទវ៉ាវអូ my god អាត្មានវ៉ាវអូនេះយើងយកនេះមុនគេពុកម៉ែបងប្អូនបាទវ៉ាវពិតជាមានសម្រស់ស្រស់ស្អាតខ្លាំងមែនទែនពុកម៉ែបងប្អូនបាទហានេះដែរអាសទូយពុកម៉ែបងប្អូនបាទវ៉ាវអូស្អាតខ្លាំងមែនទែនពុកម៉ែបងប្អូនបាទវ៉ាវឥឡូវនេះយើងទុកមក10សិនពុកម៉ែបងប្អូនបាទវ៉ាវយើងទុកមក10សិនបាទឥឡូវហ្នឹងយើងវូនេះអូវ៉ាវអានេះដែរអេស្កាពុកម៉ែបងប្អូនបាទអេស្កាដែលគេបោះបង់ចោលចាស់ដែលគេបោះបង់ចោលចឹងណាបាទឥឡូវនេះយើងដើររើសទុកមក10សិនពុកម៉ែបងប្អូនបាទវ៉ាវអូ my god ពិតជាស្រស់ស្អាតខ្លាំងមែនទែនពុកម៉ែបងប្អូនបាទវ៉ាវហើយឡាមួយនេះខ្ជូតខ្លាំងមែនទែនពុកម៉ែបងប្អូនបាទវ៉ាវខ្ជូតខ្លាំងមែនទែនពុកម៉ែបងប្អូនបាទពើរឿងទឹកក្រូចហើយពិតជាស្រស់ស្អាតខ្លាំងមែនទែនបាទវ៉ាវហើយឥឡូវយើងមើលទៀតពុកម៉ែបងប្អូនវ៉ាវអេស្កាពុកម៉ែបងប្អូនបាទប៉ុន្តែអេស្កាមួយប្រភេទនេះបាត់កង់បាត់ទៅហើយពុកម៉ែបងប្អូនបាទប៉ុន្តែមិនអីនោះទេពុកម៉ែបងប្អូននៅតែលេងកើតនៅតែប្រើកើតបាននោះទេពុកម៉ែបងប្អូនបាទឥឡូវហ្នឹងទុកមក10សិនពុកម៉ែបងប្អូនបាទយើងទុកមក10សិនហើយឥឡូវហ្នឹងយើងរោមមើលកូនឡានបន្តទៀតពុកម៉ែបងប្អូនបាទវ៉ាវហើយឡានមួយនេះឡានដឹកដីពុកម៉ែបងប្អូនបាទឡានដឹកដីមួយប្រភេទនេះបាត់ទូតាណាបាត់ហើយពុកម៉ែបងប្អូនបាទបាត់ខ្នងតាណាបាត់ហើយប៉ុន្តែវានៅតែតួខ្លួននោះទេប៉ុន្តែនៅតែស្អាតនៅតែបើកការនៅឡើយនោះទេពុកម៉ែបងប្អូនបាទតែមិនវ៉ាវពិតជាស្រស់ស្អាតខ្លាំងមែនទែនពុកម៉ែបងប្អូនបាទវ៉ាវឥឡូវហ្នឹងយើងយកកូនឡានហ្នឹងទុកមក10សិនពុកម៉ែបងប្អូនបាទយើងទុកមក10ឡានសិនចាំយើងអាពេលយើងទៅផ្ទះចាំយើងយកកូនឡានហ្នឹងទៅទាំងអស់បដ ாய் ពុកម៉ែបងប្អូនបាទឥឡូវហ្នឹងយើងទៅយកកូនឡាននៅលើដើមឈើបន្តទៀតពុកម៉ែបងប្អូនបាទវ៉ាវពិតជាស្រស់ស្អាតខ្លាំងមែនទែនពុកម៉ែបងប្អូនបាទវ៉ាវអានេះដែរឡានប៉ណ្ណាំងពុកម៉ែបងប្អូនបាទឡានប៉ណ្ណាំងបាទប៉ុន្តែវាមានសម្រស់ស្រស់ស្អាតខ្លាំងមែនទែនពើទឹកបិចពិតជាស្រស់ស្អាតខ្លាំងមែនទែនពុកម៉ែបងប្អូនបាទហើយរឿងលឺសំឡេងឡានបន្តិចហើយពុកម៉ែបងប្អូនព្រោះអីខ្ញុំនៅចិត្តថ្នល់ពុកម៉ែបងប្អូនបាទវ៉ាវពិតជាស្រស់ស្អាតខ្លាំងមែនទែនពុកម៉ែបងប្អូនបាទឥឡូវនេះបានច្រើនហើយពុកម៉ែបងប្អូនបាទតែមកភ្លេងនោះទេវាបានគូឡានឡងច្រើនតែម្ដងពុកម៉ែបងប្អូនបាទអូនេះវ៉ាវតូចស្អាតខ្លាំងមែនទែនពុកម៉ែបងប្អូនបាទវ៉ាវខ្ជូតពើត្រួយជែកពើស្រស់ស្អាតខ្លាំងមែនទែនពុកម៉ែបងប្អូនបាទហើយនេះដែរឡានដឹកភ្ញៀវបាទឡានដឹកភ្ញៀវឡានដឹកមនុស្សនេះឡាននេះជិះបានប្រហែលជា4នាក់ពុកម៉ែបងប្អូនបាទហើយពិតជាមានសម្រស់ស្រស់ស្អាតខ្លាំងមែនទែនហើយឥឡូវហ្នឹងយើងទុកមក10សិនពុកម៉ែបងប្អូនយើងទុកមក10ហើយយើងដើររើសកូនឡានបន្តទៀតពុកម៉ែបងប្អូនបាទយកតែនអូវ៉ាវអាត្មានវ៉ាវពិតជាស្រស់ស្អាតខ្លាំងមែនទែនពុកម៉ែបងប្អូនបាទវ៉ាវអាត្មានឥឡូវហ្នឹងយើងបានកូនឡានច្រើនហើយពុកម៉ែបងប្អូនបាទឥឡូវហ្នឹងយើងយកទៅទុកនៅផ្ទះសិនពុកម៉ែបងប្អូនបាទព្រោះអីបានកូនឡានច្រើនហើយពុកម៉ែបងប្អូនបាទវ៉ាវបាយ